ជំរាបសួរលោកគ្រូខ្ញុំឈ្មោះមាសប្រណីនៅក្រុម SU10 ហើយនេះជាវីដេអូទី4ឬក៏ lab 4ហ្នឹងឯងដែលវីដេអូនេះផងដែរធ្វើការ run នៅលើ comment មួយចំនួនតាក់ទងជាមួយការ run comment ហ្នឹងសម្រាប់ត្រួតពិនិត្យទៅលើ hardware monitor ក៏ដូចជា system control ហើយការ run នៅលើ comment ហ្នឹងមាន4ចំណុចធំៗគឺCPU memory storage ហើយនិង disk network និង CPU ក៏ដូចជា system control អញ្ចឹងដើម្បីធ្វើការ run នៅលើ comment ទាំងអស់ហ្នឹងបានជាដំបូងខ្ញុំសូមធ្វើការ remote មកកាន់ម៉ាស៊ីនពិតរបស់យើងសិនគឺវាយ IPA ដើម្បី check មើល address តបមកយើងចូលមកកាន់ PowerShell យើង remote វាគឺ SSH username ប្រមាណវាហើយ .ip របស់យើងគឺ 192.168.1.26 192.168.1.26 enter password គឺ UNI មួយទៀតសម្រាប់ឆែកទៅលើ username របស់យើង UNI អញ្ចឹងយើងអាច remote វាចូលមកបានហើយអញ្ចឹងចំណុចបន្ទាប់គឺយើង run នៅលើ comment ទាំងអស់ហ្នឹងហើយចំណុចទី1តាក់ទងជាមួយ CPU information អញ្ចឹងចំណុចទី1គឺ ls CPU ហ្នឹងគឺយើង run វាដើម្បីឆែកមើលទៅលើព័ត៌មានរបស់ CPU ទាំងអស់អញ្ចឹងយើងវាយ comment ហ្នឹងមកគឺ ls CPU ហើយទាំងអស់នេះគឺជាព័ត៌មានរបស់ CPU ដែលវាមាន32 bit 64 bit ហើយមាន0ដល់7 CPU វាហើយចំនួន CPU សរុបគឺ8ហើយទាំងអស់ហ្នឹងសុទ្ធតែជាព័ត៌មានរបស់ CPU ហើយយើងចូលមកដល់ចំណុចទី2គឺតាក់ទងជាមួយនឹង comment htop comment htop ហ្នឹងគឺយើង run ដើម្បីឆែកទៅលើ PID របស់ CPU របស់យើងហើយបើយើងសម្រាប់ htop ហ្នឹងបើសិនបើយើងអត់ត install យើងគ្រាន់តែវាយ comment នេះទៅនេះគឺ sudo apt install htop ហ្នឹងទៅគឺវា install ឲ្យហើយតែសម្រាប់ខ្ញុំគឺខ្ញុំបាន install ហើយអញ្ចឹងខ្ញុំធ្វើការវាយទៅលើ comment htop យកតែម្ដងគឺ htop enter ហើយនេះគឺជា PID របស់ខ្ញុំគឺ2364ហ្នឹងទៅហើយបើយើងចង់ cancel វាគឺចុច Ctrl C តបមកយើងចូលមកដល់ចំណុចបន្ទាប់គឺ sensor កន្លែងហ្នឹងគ្រាន់តែឆែកមើលកៅទេគឺយើងអាច skip វាបានយើងចូលមកដល់ចំណុចបន្ទាប់គឺ RAM ហើយនិង memory ហើយតាក់ទងជាមួយនឹង comment ដំបូងគឺ free.h បានន័យថា comment ហ្នឹងគឺឆែកទៅលើ RAM វាថា RAM ហ្នឹងប្រើអស់ប៉ុន្មាននៅសល់ប៉ុន្មានអញ្ចឹងខ្ញុំសូមធ្វើការ run ទៅលើ comment ហ្នឹងគឺ free.h ហើយនេះគឺជាព័ត៌មានរបស់ RAM គឺ total របស់វាគឺ 5.3G ប្រើអស់244 មេ free 4.4G ចឹងទៅហើយមកដល់ចំណុចបន្តទៀតគឺយើងអាច skip បានយើងចូលមកដល់ storage and disk ចំណុចនេះគឺ comment បន្ទាប់គឺ ds.h comment នេះគឺយើង run ដើម្បីឆែកទៅមើល space របស់ space ក៏ដូចជា partition ទាំងអស់របស់CPU អញ្ចឹងវាយមក .f.h យើងឃើញថានេះយើងមើលតាមមួយជួរនេះបានហើយគឺ size របស់វាគឺ 12.8 ហើយនឹង 7.9G ហើយ comment បន្ទាប់គឺតាក់ទងជាមួយនឹងការ block
device ឬក៏គេហៅថា kill អញ្ចឹងតកតងជាមួយនឹង comment នេះគឺយើងមិន block device ទេគឺមិន kill ទេគឺយើងឆែកទៅលើtree structure បានន័យថានៅពេលដែលយើងវាយ comment ហ្នឹងទៅវាចេញជា tree structure គឺ ls blk នេះវាចេញជា tree structure ចេះហើយcomment បន្ទាប់គឺ network និង CPU comment ឡើយនេះគឺខ្ញុំបានវាយដំបូងហើយគឺគាត់តែយើងឆែកទៅលើ IP របស់យើងរបស់វាគឺ PIA enter ប៉ុណ្ណឹងនេះគឺជា IP ហើយយើងអាច skip វាបានឬក៏យើងអាច run វាលេងក៏បានដែរតែខ្ញុំសូម skip វាចូលមកដល់ចំណុចបន្តសិនគឺតកតងជាមួយនឹង kill process management pinit and kill អញ្ចឹងcomment ពិសេសcomment សំខាន់គឺ PS AUX តកតងជាមួយនឹង comment ហ្នឹងគឺយើង run ដើម្បីឆែកទៅមើលការ process ទាំងអស់អញ្ចឹងយើងវាយវាមក PS AUX នេះprocess របស់វាទាំងអស់មានច្រើនណាស់ហើយមកដល់ចំណុចបន្ទាប់គឺតកតងជាមួយនឹង comment kill ដោយឧទាហរណ៍បើយើងចង់ kill នៅលើ user ណាមួយយើងអាចវាយ kill តោះមកយើងវាយPID របស់វាដែល PID ហ្នឹងគឺខ្ញុំបានចេញនៅខាងលើមិញអញ្ចឹងយើងវាយ comment just គឺ PS A បានន័យថាគឺយើងឆែកមើលទៅលើការ process current process អញ្ចឹងណាហើយឧទាហរណ៍បើយើងចង់ kill នៅលើ PID មួយនេះយើងគ្រាន់តែវាយ kill តោះមកយើងវាយ ID របស់ PID ហ្នឹងទៅគឺ822ហ្នឹងទៅគឺវានឹង kill វានឹង end របស់ដាច់ឯងហើយមកដល់មួយ comment មួយទៀតគឺ kill ដក9បានន័យថាយើង fix kill process អញ្ចឹងយើងគ្រាន់តែដាក់ដក9មួយទៀតមកយើងវាយលេខ ID ចូលមកហើយអានេះគ្រាន់តែយើងចង់ kill វាតាមឈ្មោះអញ្ចឹងទៅគឺ kill all តោះមកយើងវាយឈ្មោះរបស់ PID របស់យើងទៅហើយចូលមកដល់ចំណុចបន្ទាប់គឺតកតងជាមួយនឹង system ហើយនឹង restart system shut down ហើយនឹង restart អញ្ចឹងដោយសារយើងបាន remote វាហើយអញ្ចឹងយើងវាយ comment ចូលយកតែម្ដងទៅគឺដើម្បីឥឡូវដើម្បី shut down វាបានគឺយើងត្រូវវាយមានពាក្យ sudo នៅពីមុខអត់ទេខ្ញុំសូមធ្វើការ restart វាមុនគឺ reboot ហ្នឹងឯងហើយនេះដើម្បី run នៅលើ run comment ភាគច្រើនគឺត្រូវការ sudo permission អញ្ចឹងបានន័យថាយើងវាយពាក្យ sudo នៅពីមុខបានយើងអាច comment នឹងបានអាចធ្វើឲ្យ comment ទាំងអស់ហ្នឹងវាដើរអញ្ចឹងវាយ sudo shut down ដក O បានន័យថា root now មួយទៀតមកយើង enter password connect អញ្ចឹងយើងមើលមកលើ Linux របស់យើងនេះវា reboot ហើយគឺវាកំពុងតែ reboot ហើយចុយអញ្ចឹងយើង enter ថាថ្មី login ចូលថាថ្មីគឺប្រណីហើយតកតងជាមួយនឹង comment បន្ទាប់គឺ shut down comment shut down យើងគ្រាន់តែពាក្យ sudo shut down មកហើយយើងអត់វាយពាក្យដក O ទេគឺយើងវាយ now enter មកវានឹង shut down ខ្លួនឯង
Ồ, vì shut down này sai do toàn connect với sạc máy giống như thời vay rồi. IPA connect với sạc máy. SSH IP bây giờ cứ mà rồi cái phí nó chắc chụp mà rồi cái phí mà rồi không phải chật mũi chật phải mũi mà rồi cái phí chót mà rồi không phải chật mũi chật mà phải mũi enter password hay dân thơ ca ranh này lưu của mình shut down mới tiệt cứ đủ shut down now enter password enter giống như thơ ca shut down này chẳng tệ tông chỉ mùi năng ca ranh comment cứ miền Tân nắng hay con channel cũ Việt Âu nó cứ chọc bằng